បាទសួស្តីបងប្អូនអ្នកគ្នាហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនអ្នកគ្នាអញ្ចឹងនៅក្នុងវីដេអូថ្មីនេះសូមបងប្អូនទាំងអស់គ្នាជួបជាមួយនឹងបងប្រុសគឺទីប្រឹក្សាព្រះអិនបងប្អូនអ្នកគ្នាបាទអញ្ចឹងបងប្រុសបានចេញវីដេអូឃ្លីបមួយដែលទាក់ទងទៅនឹងបាទគឺមានក្មេងស្ទីលមួយក្រុមដែលគាត់នៅអគារតំបន់ព្រំដែនគាត់បានយកដុំថ្មទៅវាយលុបនៅឈ្មោះបាទឈ្មោះប្រទេសឈ្មោះនេះឈ្មោះថៃណានៅបកគោហ្នឹងឈ្មោះអាសៀមហ្នឹងបងប្អូនអ្នកគ្នាហ្នឹងហើយដោយនៅបកគោគីឡូបកគោគីឡូតាមផ្លូវបងប្អូនអ្នកគ្នាហ្នឹងហើយហើយបងប្រុសបាទទីប្រឹក្សាប្រអិនគាត់ក៏បានចេញវីដេអូឃ្លីបមួយដែរទៅតាក់ទងជាមួយនឹងរឿងរ៉ាវហ្នឹងដោយបងប្រុសបានដាក់ចំណងជើងថាតើធ្វើបែបនេះចំណេញអ្វីដល់ខ្មែរបងប្អូនអ្នកគ្នាតោះឥឡូវយើងទៅតាមដានទស្សនាទីបងប្អូនណាខ្ញុំបានឃើញវីដេអូនេះមួយហើយខ្ញុំចង់ទៅវីដេអូនឹងមួយជួយក្មេងៗបាច់ស្អុយមកនេះនំគេទេគេណាតែមិនអានេះមែនតើខ្ញុំមិនជា content creator ដែលបង្កើតវីដេអូទៅទេប៉ុន្តែខ្ញុំឃើញរឿងហ្នឹងកើតឡើងជាបន្តបន្ទាប់ហើយខ្ញុំចង់កែលម្អបន្តិចអត់ដឹងថាខុសឬត្រូវទេបងប្អូនទាំងអស់គ្នាពិចារណាសួរថាតើយើងទៅបំផ្លាញរបស់នេះវាចំណេញអីដល់យើងរបស់រដ្ឋហ្នឹងគឺរបស់យើងហ្នឹងយើងគ្រប់គ្នាហ្នឹងយើងទៅវាយអញ្ចឹងសួរថាបានប្រយោជន៍អីហ្នឹងគឺរបស់ខ្មែរខាតខ្មែរយើងឃើញហើយរបស់នេះគឺជាផុសតាងមួយបញ្ជាក់ប្រាប់ថានៅ5គីឡូម៉ែត្រទៀតដល់ទឹកដីព្រំដែនខ្មែរថៃហើយវាជាផុសតាងហើយនៅពេលដែលយើងបំផ្លាញចោលអញ្ចឹងតើបានប្រយោជន៍អីមកលើខ្មែរយើងវិញខ្ញុំឃើញមានជាបន្តរហូតរឿងហ្នឹងអញ្ចឹងបងប្អូនគួរតែកែកន្លែងហ្នឹងហើយយើងឃើញថាយើងអាច comment ថាគាត់ធ្វើបន្តិចបន្តួចហ្នឹងគាត់គាត់វាយបន្តិចហ្នឹងមានតន់ខូចខាតណាអានេះគឺជាចំណុចបច្ឆេកំហឹងនៅពេលដែលគេឃើញគូសប៉ុណ្ណឹងវាយប៉ុណ្ណឹងម្នាក់ទៀតមកដាក់មកដបងម្នាក់ទៀតមកដាក់មកបថៅអ្នកមកក្រោយហ្នឹងបុកតលាក់បដ ாய் ព្រោះវាជាចំណុចនៃការបច្ឆេកំហឹងណាហើយសួរថាបើយើងបុកតលាក់ទៅអ្នកណាអ្នកខាតហើយបាត់ផោះតាងដែលបញ្ជាក់ថា5គីឡូទៀតដល់ព្រំដែនខ្មែរថៃហើយយើងអាចនិយាយបានថាអញ្ចឹងផែនទីយើងមានតើអាផែនទីនេះគឺជារឿងមួយអាចចំណុចទាំងអស់នេះគឺជាធាតុផ្សំដែលជាទឹកដីយើងមានអីខ្លះមានប្រជាជនរស់នៅមានផ្ទះសម្ដែងមានម៉ូដផ្ទះមានបកគោលមានផ្លាកសញ្ញាមានអីណាអាហ្នឹងវាជាផុសតាងបូករួមបន្ថែមថាជាទឹកដីខ្មែរ 100% ដែលគេគាត់នឹងកលេចមកឃើញស្គាល់វាដូចជាសម្លកកោអញ្ចឹងយើងអាចយកសបន្លែតែមួយមុខយកមកស្លហើយយើងថាកកោទេវាមានធាតុផ្សំគ្នាហើយយើងថាវាយចោលទៅព្រោះអីយើងកំពុងស្អប់វាកំពុងខឹងវាខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាបើទោះជាយើងខឹងថៃយ៉ាងណាក៏ដោយក៏យើងមិនអាចលើកស្រុកខ្មែរយើងទៅដាក់នៅអាមេរិកបានដែរថៃក៏អាចលើកប្រទេសថៃយកទៅដាក់នៅអាមេរិកបានដែរនៅតែនៅនឹងដូចគ្នាហ្នឹងហើយអនាគតទៅគឺយើងនៅតែត្រូវគ្នាមិនថាមួយឆ្នាំ2ឆ្នាំ10ឆ្នាំ20ឆ្នាំទៀតយើងគង់តែត្រូវគ្នាទេតែបើយើងវាយរបស់យើងបំផ្លាញរបស់យើងហើយសួរថាតើបានប្រយោជន៍អីហើយយើងថាខ្ញុំមិនត្រូវជាមួយអាជនជាតិអញ្ចឹងនេះមិនត្រូវគ្នាទេដាច់ខាតគឺមិនត្រូវគ្នាបងប្អូនយើងអានមើលប្រវត្តិសាស្ត្រខ្មែរនិងថៃវាយគ្នាប្រមាណដងហើយរាប់រយដងប៉ុន្តែចុងក្រោយយើងត្រូវគ្នាខ្មែរនិងយួនវាយគ្នាប្រមាណដងចុងក្រោយយើងត្រូវគ្នាអាមេរិកហើយនឹងយួនវាយគ្នាចុងក្រោយគេត្រូវគ្នារឿងវាអញ្ចឹងយើងអត់អាចឆ្លោះគ្នារហូតបានទេគ្រាន់ថាឥឡូវជាសម័យកាលដែលយើងអត់ប្រើរបស់ថៃពហិការរបស់ថៃយើងស្អប់ថៃអាហ្នឹងត្រូវហើយប៉ុន្តែយើងមិនគួរបំផ្លាញខ្លួនឯងទេហើយយើងថារបស់ប៉ុណ្ណឹងថោកទេសួរថាប្រមាណបងប្អូនឥឡូវឧទាហរណ៍ថាមួយហ្នឹង$1000បកគោលមួយ$1000យើងឧទាហរណ៍ណាចុះនៅចំណាយថ្លៃដឹកចំណាយឡានស្ទូចចំណាយកម្មករមកធ្វើឧទាហរណ៍បើសិនជាវាយយូរទៅវាបាក់បាត់ទៅយើងត្រូវធ្វើថ្មីហើយយើងត្រូវចំណាយមកចត់មកធ្វើកន្លែងហ្នឹងសួរថាអស់ប្រមាណប្រទេសយើងកំពុងក្រយើងកំពុងតែយើងសំគ្រប់បែបយ៉ាងមន្ទីរពេទ្យផ្លូវថ្នល់សាលារៀនផ្សេងគឺយើងខំសំតែចុងបញ្ចប់យើងមកបំផ្លាញខ្លួនឯងហ្នឹងរឿងមួយទៀតរឿង comment ខ្ញុំឃើញបងប្អូនច្រើនណាចូលទៅ comment នៅក្នុង page ថៃសើចចំអកជេរប្រមាថគេរឿង page ថៃមកជុំណាងុំ page បរទេសដែលគេចុះផ្សាយពីខ្មែរថៃយើងចូលទៅអត់មាននិយាយច្រើនគឺជេរយកហ្មង
มันทาอาจารย์ศิรามันทาบลูเบิร์ดมันทารอยเตอร์มันทาฟอกนิวយើងចូលទៅជេរសួរថាបានប្រយោជន៍អីម្ចាស់ព័ត៌មានគេនឹងចូលទៅមើលហើយថាតើគេនឹង comment អីខ្លះនៅពេលដែលគេឃើញជេរគេនឹងចូលទៅឆែកមើលថាណាអ្នកជេរហ្នឹងដែលអត់សមហេតុផលជាអ្នកណានៅពេលដែលគេឆែកទៅឃើញខ្មែរយើងសួរថាល្អអត់ចុះបើសិនជាយើងចំណាយពេលទៅសេថាទៅសេចូលទៅសេបែបខឹងដែរប៉ុន្តែល្អមិនអាក្រក់យើងទៅសេពាក្យថាថៃឆ្លៀនភៀនកម្ពុជាអញ្ចឹងទៅថៃបំផ្លាញទ្រព្យសម្បត្តិខ្មែរអញ្ចឹងទៅថៃបំផ្លាញប្រាសាទខ្មែរអញ្ចឹងទៅយើងចូលទៅ comment អញ្ចឹងវាមិនល្អជាងយើងជេរហើយសារព័ត៌មានបរទេសប៉ុណ្ណាណីហើយយើងចូលទៅជេរពេញហ្នឹងសួរថាបានប្រយោជន៍អីមកខ្មែរហើយដូចឧទាហរណ៍ថាបើយើងឃើញសារព័ត៌មានថៃចុះផ្សាយថាទាហានថៃកលាប់ឡានអីចឹងទៅយើងចូលទៅសើចគ្រប់គ្នាចុះបើសិនជាយើងកុំចូលទៅសើចណាយើងដឹងថាគេសើចយើងប៉ុន្តែយើងកុំសើចតាមគេយើងបែរជាចូលនិយាយថាដោយសារប្រហែលជាកម្មពីហើយបានជាថៃកលាប់ឡានអីចឹងទៅដោយសារតែថៃឆ្លៀនពៀនវាយប្រាសាទបុរាណស័ក្តិសិទ្ធិរបស់ខ្មែរហើយបានកលាប់ឡានអីចឹងទៅសួរថាពាក្យអញ្ចឹងវាមិនមានបន្ទុកជាងភាសាយើងងាកជេរងាកសើចងាកជេរងាកសើចទៅគេនេះវីដេអូនេះខ្ញុំគិតថាប្រហែលជាមានបងប្អូនយើងអត់ពេញចិត្តខ្ញុំច្រើនហើយក៏មានមួយចំនួនទៀតគាត់ពេញចិត្តដែរប៉ុន្តែយើងសូម comment ដោយមានក្រមសីលធម៌នៅខាងក្រោមហ្នឹងខុសត្រូវអីយើងកែលម្អគ្នាទេបាទខ្ញុំក៏ចង់អភិរក្សចង់លើកស្ទួយចង់ឲ្យខ្មែរយើងមានបានដែរខ្ញុំគិតថាធ្វើអញ្ចឹងទៅវាធ្វើឲ្យមានការខាតបង់ដល់ខ្មែរយើងទេណាយើងប្រឈប់ធ្វើអញ្ចឹងទៅអរគុណច្រើនវីដេអូខ្ញុំបិទបញ្ចប់ប៉ុណ្ណឹង បាទនៅបងប្អូនអរគ្នាអញ្ចឹងតើទៅជាមួយនឹងបាទបងប្រុសទីប្រឹក្សាប្អិនដែលបងបានចែកម្លែកយើងអាចនឹងពិចារណាទាំងអស់គ្នាបងប្អូនណាហ្នឹងហើយឥឡូវ admin សូមផ្ដោតទៅលើតែរឿងចំណុចដែលក្មេងៗមួយក្រុមដែលបានធ្វើការវាយឈូសបាទអក្សរថៃចេញហ្នឹងហើយ បើយើងគិតទៅវាដូចបងប្រុសបានបញ្ជាក់ហ្នឹងវាគ្មានអ្នកណាជាអ្នកខាតទេមានតែយើងទេមានរដ្ឋាភិបាលរបស់យើងទេតែជាអ្នកខាតព្រោះដោយសារនេះគឺជាសម្បត្តិរួមបងប្អូនអរគ្នាហ្នឹងហើយទទួលស្គាល់យើងស្អប់បាទយើងស្អប់ពួកអាចោសៀមពួកអាចោថៃគឺយើងស្អប់បងប្អូននេះទទួលស្គាល់ហើយយើងរាល់ថ្ងៃយើងក៏កំពុងតែបន្តនៃបេក្ខិការនៃការឈប់ទិញផលិតផលរបស់ពួកអាចោថៃទៅបងប្អូនអរគ្នាហ្នឹងហើយប៉ុន្តែដូចជាសកម្មភាពរបស់បងប្អូនវាមានវាគ្រាន់តែថាយើងខាតតែប៉ុណ្ណេះបងប្អូនអរគ្នាយើងមានរបស់ហើយហ្នឹងយើងមានរបស់ដូចថាឥឡូវយើងមានបកគោលគីឡូហ្នឹងហើយកាលណាយើងទៅវាយទៅអីហ្នឹងទៅវាមានវាគ្រាន់ថាយើងវាខាតយើងទៅចំណាយជាងទៅជួសទៅជុលទៅជួសជុលទៅកែលម្អវាយើងទៅចំណាយលុយបងប្អូនតើគ្នាយល់យ៉ាងណាដែរយើងស្អប់ប៉ុន្តែយើងបង្វាយពីការទៅធ្វើបែបហ្នឹង យើងបែរជាតាំងចិត្តបើថាឥឡូវយើងកំពុងតែបន្តបេការយើងបន្តបេការអញ្ចឹងទៅឬក៏មានការខមមិនចូលរួមទៅលើsocial media ផ្សេងយើងអាចយកវិធីដែលបងប្រុសចែកម្លែកគឺ admin គិតថាល្អវាអាចនឹងជាការដាក់សម្ពាធមួយដ៏ល្អទៅដល់ពួកចៅសៀមនឹងបងប្អូនទាំងនេះហ្នឹងហើយយើងអាចខមមិនបែបអញ្ចឹងគិតថាល្អបងប្អូនហ្នឹងហើយតើតើជាមួយនឹងរឿងរ៉ាវដែលមានក្មេងស្ទាវមួយក្រុមនេះគឺសូមបងប្អូនទាំងនេះកុំយកគំរូតាមអីវាអត់ល្អទេវាចុងក្រោយគឺខ្មែរយើងគឺកម្ពុជាយើងអ្នកខាតទេបងប្អូនណាហ្នឹងហើយ យើងគិតថាយើងធ្វើបែបនេះនៅពេលដែលសៀមឬពេលដែលពួកអាចោហ្នឹងវាឃើញវាឈឺចាប់ប៉ុន្តែបើសិនតែយើងគិតទៅវាអត់បានអ្វីមកវិញផងណាអ្វីដែលយើងត្រូវជួបគឺមានការបាត់បង់បកគោហ្នឹងហើយដូចបងប្រុសបញ្ជាក់ថ្ងៃហ្នឹង គាត់ឈូសអសរនឹងចេញបន្ទាប់បងប្អូនយើងអាចទៅតិចដល់ពេលវាបាក់បកគោហ្នឹងគឺយើងខាតទាំងស្រុងបកគោម្ដងហ្នឹងហើយទៅជាមួយនឹងការចំណាយយើងក៏ឧទាហរណ៍ណាហ្នឹងហើយ របស់ខ្លះយើងឃើញទូចប៉ុន្តែ
យើងត្រូវការចំណាយទៅការឧបករណ៍ជាច្រើនដើម្បីតមមកទៅដល់ចំណុចនោះបងប្អូនណាហើយមិនចិត្តទេណានៅឡើងចិត្តដល់ព្រំដែននេះបងប្អូនទាំងគ្នាហ្នឹងហើយនៅព្រំដែនហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនយើងកុំយកគំរូតាមអីហ្នឹងហើយសម្រាប់បងប្អូនដែលចង់ដឹងថាតើ admin ហេតុអីបានចេះទៅយករឿងអញ្ចឹងមកផ្សព្វផ្សាយវាមិននេះទេវាដូចជាមិនគួរផ្សាយរឿងដំណឹងអញ្ចឹងអត់ទេបងប្អូនទាំងគ្នាអានេះជា channel ដែល admin ធ្វើសម្រាប់ជាព្រឹត្តិការណ៍សង្គមទេបងប្អូនណាហ្នឹងហើយបងប្អូនដែលចង់តាមដានទាក់ទងជាមួយនឹងរឿងជាតិ admin មាន2 channel ទេបងប្អូនគឺនៅក្នុង channel ទី1គឺបូរី TV បាទហ្នឹងហើយ channel ទី2គឺបូរី KH បងប្អូនអ្នកនេះអាចទៅតាមដានទស្សនាបានបងប្អូនហ្នឹងហើយពីរហ្នឹងហើយឬក៏មួយទៀតបើសិនបងប្អូនចង់តាមដាននៅក្នុង page ទាក់ទងជាមួយនឹងរឿងរ៉ាវជាតិយើងបងប្អូនអាចទៅចូលតាមដានទស្សនាជាមួយ admin ក៏បាននៅក្នុង page បូរី KH បងប្អូនណាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងចង់ចែកម្លែកទៅកាន់បងប្អូនអ្នកនេះហើយយើងក៏សង្ឃឹមថាយើងជួបនៅវីដេអូថ្មីៗក្រោយទៀតបងប្អូនបាទជាចុងក្រោយសូមអរគុណបងប្អូន